ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាសូមស្វាគមន៍មកកាន់ SRR Days ហើយនេះគឺជាវីដេអូភាគទី3នៃដំណើរទស្សនកិច្ចសិក្សារបស់ admin ទៅកាន់ប្រទេសបារាំងចាហើយនៅក្នុងភាគទី3នេះគឺ admin សូមពំនាំនៅកន្លែងកំសាន្តនៅក្នុងប្រទេសបារាំងពីតំបន់មួយទៅតំបន់មួយអញ្ចឹងណាចាហើយនេះគឺជាកន្លែងកំសាន្តមួយដែលចង់និយាយថាល្បីល្បាញនៅក្នុងតំបន់របស់គេចាហើយមើលទៅឃើញថាទិដ្ឋភាពស្រស់ស្អាតមែនទែនពុកម៉ែបងប្អូនហើយកន្លែងដើរលេងរបស់ admin ទី1ហ្នឹងគឺនៅភូមិបុរាណហើយអធិស្ឋាន admin អត់ចេះអានទេជាភាសាប្រាំងណាអញ្ចឹង admin ក៏បានទៅសេអក្សរដាក់លើនឹងដែរហើយកន្លែងទី2 admin បានថតហ្នឹងគឺទៅភូមិណូអែលគឺចំថ្ងៃដែលចិត្តដល់ថ្ងៃណូអែលអញ្ចឹងគេក៏បានរៀបចំឲ្យក៏បានទៅប៉ុន្តែ admin បានថតដោយសារទូរស័ព្ទអស់ថ្មចាហើយនេះគឺជាកន្លែងកំសាន្តទី3ចាដូចជាប្រាសាទពុកម៉ែបងប្អូនដូចជាប្រាសាទបន្តិចវិហារប្រាវិហារបន្តិចមែន admin ក៏អត់ចាំច្បាស់ដែរប៉ុន្តែគាត់ថានៅក្នុងនឹងគឺស្អាតមែនតើមើលពីខាងក្រៅក៏ឃើញស្អាតចូលទៅខាងក្នុងក៏ស្អាតដែរចាអញ្ចឹងពុកម៉ែបងប្អូនអាចមើលបានគឺឃើញកំពូលស្រួចហើយតាមដែល admin បានមើលឯកសារខ្លះនៅក្នុងកន្លែងនៃគេដាក់ហ្នឹងគឺដូចជាកន្លែងសម្រាប់គេរៀបចំអាពាហ៍ពិពាហ៍ឬក៏សម្រាប់ការលៀងបាបអីចឹងសម្រាប់សាសនាគ្រិស្តពុកម៉ែបងប្អូនចាហើយនឹងហើយក៏បន្តដំណើរកលឹងមកជុំវិញប្រាសាទនឹងហើយនឹងហើយដូចមានបញ្ជាក់អញ្ចឹងពីខាងក្រៅក៏ស្អាតក៏ចូលទៅដល់ក្នុងរត់តែស្អាតចារចនាបថរបស់គេគឺតាមបែបខាងប៉ែកអឺរ៉ុបចឹងពុកម៉ែបងប្អូនតែស្អាតតាក់ទាញភ្នែកមែនតើពុកម៉ែបងប្អូនចាអញ្ចឹងពេលហ្នឹងគឺ admin បានចូលទៅរៀងយូរដែរពុកម៉ែបងប្អូនបានចូលមើលគ្រប់កន្លោះកលាទាំងអស់អញ្ចឹងណាហើយក៏គាត់ខាងសមាជិករបស់គម្រោងហ្នឹងក៏គាត់បានរៀបរាប់ពីគេហៅថាប្រវត្តិនៃដើមតងនៃប្រាសាទរបស់គេអញ្ចឹងពុកម៉ែបងប្អូនចាហើយនៅពេលដែលចប់ហើយគឺយើងក៏បន្តដំណើរត្រឡប់មកវិញប៉ុន្តែគាត់ថានៅតាមផ្លូវកុំឲ្យខាតពុកម៉ែបងប្អូនគឺដោយសារតែកន្លែងនេះកន្លែងរហ័សទឹកបុរាណរបស់គេពុកម៉ែបងប្អូននៅចិត្តនឹងប្រាសាទនឹងដែរទេប៉ុន្តែគាត់ថាឃើញគេហៅថារហ័សទឹកហ្នឹងគឺធំហើយសន្ធឹកលឺខ្លាំងពុកម៉ែបងប្អូនចាហើយសម្រាប់នេះដែរគឺជាឆ្នេរសមុទ្រដែលតាំងពីដើមមកគឺដូចជាសង្គ្រាមលើកទី2អញ្ចឹងពុកម៉ែបងប្អូនចាហើយនិយាយទៅលោកអ៊ំសមាជិកគឺគាត់បានរៀបរាប់ក្បោះក្បាយតែ admin ចង់និយាយថាពេលហ្នឹងស្លងអារម្មណ៍ពេកមិនសូវជាបានចាំទេហើយឈ្មោះក៏មិនបានចាំដែរចាហើយអានេះគឺជាកន្លែងកំសាន្តចុងក្រោយរបស់ admin ទៅកាន់ប្រាសាទដែរអញ្ចឹងណាពុកម៉ែបងប្អូនហើយប្រាសាទហ្នឹងគឺល្បីនៅក្នុងតំបន់ Normandy នឹងឯងចាហើយនិយាយទៅគឺពេលចូលទៅដំបងពុកម៉ែបងប្អូនណាដូចយើងចូលទៅភពមួយផ្សេងទៀតចឹងណាចាឃើញព្រះអាទិត្យចាំងចូលមកចាគឺថាស្អាតហើយក៏នឹកដល់ស្រុកខ្មែរភ្លាមហ្មងពុកម៉ែបងប្អូននឹកដល់ប្រាសាទសៀមរាបប្រាសាទអង្គរវត្តស្ថិតនៅក្នុងទឹកដីខេត្តសៀមរាបចឹងណាហើយសម្រាប់តំបន់ដែល admin ទៅចុងក្រោយគេហ្នឹងប្រាសាទហ្នឹងគឺនិយាយទៅវាជាប្រាសាទបុរាណរបស់គេដែលមានអាយុកាលរាប់សិបឆ្នាំដែរហើយចាហើយជាតំបន់មួយដែលល្បីល្បាញមែនតើចាហើយនៅព័ទ្ធជុំវិញហ្នឹងគឺមានផ្ទះប្រជាជនច្រើនចាហើយអ្វីដែល admin សង្កេតនៅខាងក្នុងពុកម៉ែបងប្អូនគឺគេមានលក្ខណៈថាប្រហែលជា 3D ហើយប្រាសាទហ្នឹងគឺភាគច្រើនគឺសំទោសគឺនៅក្នុងប្រាសាទហ្នឹងគឺគេនិយាយផ្ដោតពីទេវតានៅក្នុងទឹកដូចជាមាននាគមានអីអញ្ចឹងណាពុកម៉ែបងប្អូនចាហើយនេះគឺជាឧបករណ៍សម័យបុរាណដែលគេទុកធ្វើសង្គ្រាមអញ្ចឹងទៅចាហើយមានព័ត៌មានផ្សេងទៀតដែលពាក់ព័ន្ធជាមួយនឹងប្រាសាទហ្នឹងពុកម៉ែបងប្អូនចាហើយមានជាភាសាអង់គ្លេសមានជាភាសាប្រាំងអញ្ចឹងពុកម៉ែបងប្អូនប៉ុន្តែដោយសារតែពេលហ្នឹង admin ចង់និយាយថាមានពេលតិចដើម្បីចូលមើលអញ្ចឹងណាហើយយើងក៏បានចុះមកវិញហើយ
ប្រាសាទគេមើលទៅពីខាងក្រៅគឺឃើញតូចទេប៉ុន្តែដល់ពេលយើងចូលខាងក្នុងទៅมันឃើញថាធំចាហើយគ្រាន់ចេញមកវិញគឺយប់បាត់ហើយពុកម៉ែបងប្អូនឡើងលក្ខណៈថាដូចខ្សោះខ្យល់ដែរអញ្ចឹងមើលទៅមុខ admin ហ្នឹងគឺដឹងហើយចាហើយប្រាសាទហ្នឹងមើលពេលយប់ពុកម៉ែបងប្អូនឃើញថាស្អាតខ្លាំងហ្មងណាដូចលក្ខណៈធ្វើដូចកំពែងអីអញ្ចឹងពុកម៉ែបងប្អូនចាហើយអញ្ចឹងវីដេអូរបស់ admin គឺមានតែប៉ុណ្្នឹងទេអរគុណច្រើនចា